ឥឡូវយើងចូលមេរៀនទី15គឺអំពី price level list អញ្ចឹងដើម្បីចូលទៅកាន់ price level list យើងចុច list preparing ចុច secondary list ហើយចុច price level list តើ price level list យើងប្រើដើម្បីអ្វី price level list គឺយើងប្រើវាសម្រាប់កំណត់តម្លៃទំនិញទៅតាមប្រភេទអតិថិជនឬក៏និយាយរួមគឺបញ្ជីតម្លៃទំនិញអញ្ចឹងបញ្ជីតម្លៃទំនិញយើងអាចកំណត់បានច្រើនទៅតាមប្រភេទបញ្ជីទំនិញថាទំនិញយើងមានប្រភេទតម្លៃនឹងចែកចេញជា3ជា4ជា5អញ្ចឹងទៅតោះមកយើងកំណត់ប្រភេទតម្លៃវាឥឡូវយើងបង្កើតវាហើយបញ្ជី price level នេះយើងប្រើតែជាមួយនឹង customer ទេគឺប្រតិបត្តិការលក់ invoice ឬក៏ receipt sales receipt អញ្ចឹងដើម្បីបង្កើត price level យើងចុច create មកតោះមកយើងកំណត់ឈ្មោះ price level របស់យើងនេះកំណត់ឈ្មោះថា retailer យើងដាក់ថា retailer ចឹងមកកន្លែងនេះមាន2ចំណែកទី1មានន័យថា per item យើងកំណត់ទៅតាមប្រភេទទំនិញនីមួយៗតម្លៃទំនិញនីមួយៗខុសៗគ្នាយ៉ាងម៉េចគឺយើងកំណត់វាបែបហ្នឹងប៉ុន្តែបើសិនជាយើងយក fix all នេះមានន័យថាថេរទាំងអស់ហ្មងបើយើងយក fix all គឺវាថេរទាំងអស់ឧទាហរណ៍ថាយើងយក increase ហ្នឹងប្រហែលភាគរយទៀតថា increase 10% 20%ចុះយើងឧបមាថាតម្លៃថ្លៃដើមកុំព្យូទ័រយើងមួយគ្រឿងយើងទិញចូលមកតម្លៃ$500អញ្ចឹងយើង increase $20 20%អញ្ចឹងមានន័យថា 20% នៃ500វាស្មើនឹង100អញ្ចឹងយើងត្រូវលក់$600មានថា$100យើងចំណេញយក 20% អញ្ចឹង$20អញ្ចឹងយើងពេលហ្នឹងយើង increase ថែម 20% នៃ500គឺស្មើ100អញ្ចឹង100បូកថែមនឹង500យើងបាន600អញ្ចឹងពេលហ្នឹងតម្លៃទំនិញដែលយើងត្រូវលក់គឺយើងនឹងចេញ600ឲ្យយើងហើយគ្រប់ទំនិញទាំងអស់គឺវា increase 20% ទាំងអស់20% នៃថ្លៃដើមហ្នឹងប៉ុន្តែយើងយក decrease មានន័យថាយើងបន្ថយ 20% មកថាយើងទិញមក500យើងបន្ថយ 20% មានន័យថាយើងបន្ថយអស់100អញ្ចឹងយើងលក់បានតែ400ទេអានេះបើយើងយក fix អញ្ចឹងវាគិតភាគរយចឹងហ្មងហើយរួមទាំងអស់តែម្ដងប៉ុន្តែបើសិនជាយើងគិតមិន fix ទេយើងយក per item មានន័យថាទំនិញនីមួយៗអាណាលក់ប្រមាណអាណាលក់ប្រមាណស្រេចតែយើងអ្នកកំណត់ទេមិនដឹងប្រមាណភាគរយប៉ុណ្ណេះដល់យើងដាក់យកទៅហើយកន្លែងនេះតាក់ទងជាមួយនឹង brand មានន័យថាបើសិនយើងយកនេះគឺវាចេញ all brand មានន័យថាគ្រប់ brand ទាំងអស់គឺ 20% ឬមួយក៏សម្រាប់តែ brand មួយហ្នឹងឬក៏សម្រាប់តែ master brand ហ្នឹងឬក៏សម្រាប់ brand ណាទៀតឬក៏ all brand អញ្ចឹងបើយើងយក all brand វានឹងចូលគ្រប់ all brand ហ្មងឥឡូវបើយើងយក per item អញ្ចឹងបើយើងយក per item យើងមើលថាឥឡូវ currency អានេះវាលុយអី currency ជាលុយរៀលអញ្ចឹងបើយើងទៅយកលុយរៀលយើងឲ្យវា all brand ឬក៏យ៉ាងម៉េចអញ្ចឹង currency យើងអាច retailer មែនប៉ុន្តែ retailer មានលុយរៀលលុយបាត់លុយដុល្លារអីអញ្ចឹងទៅតោះមកយើង save ដោយសារយើងមានទំនិញអញ្ចឹងយើងគ្រាន់តែ save ទុកជា default វាសិនឬក៏ពេលដែលមានទំនិញយើងអាចយកមកកែតម្លៃឡើងនឹងបានឥឡូវយើងមាន wholesaler មួយទៀត wholesaler ចឹងជាលុយរៀលដដែល all brand ដដែលអញ្ចឹងយើងអាច wholesaler ជាដុល្លារអញ្ចឹងយើងបង្កើតប៉ុណ្្នឹងសិនបង្កើតមួយទៀតលុយ wholesaler ជាលុយបាទ wholesaler ជាលុយបាទអូខេយើងមាន4ឥឡូវយើង edit ឈ្មោះយើងចុចលើវាឲ្យ edit ឈ្មោះនេះមកថែម x ចេះមួយទៀតដល់យើងចង់ edit អីក៏បាន edit តម្លៃ edit អីប៉ុន្តែយើងអត់ទាន់មានយើងទៅវិញ
ចឹងយើងអាចលាក់វាយើង serve វាមកវិញ active វាវិញទៅហើយយើងចង់លុបវាចុចលើវាហើយ delete មកចឹងវាទៅបាត់អញ្ចឹងយើងមាន price level list 3នេះលុយរៀលលុយបាត់លុយដុល្លារជា wholesaler អញ្ចឹងតើតើនឹង price level list គឺយើងប្រើវាបានតែជាមួយនឹង customer ទេជាមួយនឹងប្រតិបត្តិការនៅពេលយើង create customer ហ្នឹង create customer វានឹងសួររក price level list ហើយនេះ price level list យើងចឹងពេលដែលយើង create វានឹងចេញនេះវាចេញមកអញ្ចឹងដើម្បីបង្កើត price level list បានយើងមើលទៅក្នុង preference កន្លែង send customer នេះ can create price level list before create item and service បើសិនជាយើងដោះ tick កន្លែងនេះយើងមិនអាចបង្កើត price level list ដោយគ្មាន item បានទេតើតែមាន item យ៉ាងតិចមួយទើបយើងបង្កើតបានប៉ុន្តែឥឡូវយើងមិនបាច់ទេយើងគ្រាន់តែ create វាទៅអញ្ចឹងបើសិនជាយើង tick កន្លែងនេះមានន័យថា price level list ចាំបាច់ត្រូវតែភ្ជាប់ជាមួយ customer អញ្ចឹងតើតើ price level list យើងបញ្ចប់មានតែប៉ុណ្ណឹង